ជ្រូកកំជិលភ្ញាក់ឡើងព្រះអាទិត្យរះខ្ពស់ហើយ5 នាទីទៀត5 នាទីទៀតភីបខ្ញុំកំពុងសុបិនឃើញអាហារតំណងណានៅទីនោះមានអាហារទេនៅទីនេះគ្មានអាហារទេបើឯងគ្មានការងារធ្វើទេត្រូវឯងទៅយកជួយខ្ញុំក្នុងចម្ការទៅហាអូយការ៉ុតនេះរឹងណាស់ខ្ញុំចាស់ហើយមិនអាចធ្វើវាដោយខ្លួនឯងបានទេពួកយើងនៅទីមកខ្ញុំជួយមកពិតហើយប៉ុន្តែខ្ញុំគិតថាខ្ញុំត្រូវការសម្រាប់បន្តិចសិនអស់កម្លាំងណាស់រឯងហើយទៅតែដេកទេខ្ញុំមិនដឹងថាខ្ញុំគួរធ្វើម៉េចទេប្រសិនបើខ្ញុំមិនអាចប្រមូលផលបានទេយើងនឹងមិនមានអាហារគ្រប់គ្រាន់សម្រាប់រដូវរងានេះទេកុំបារម្ភអីពួកយើងនឹងរកផ្លូវចេញខ្ញុំមានគំនិតចុះបើយើងគ្រាន់តែទិញអាហារពីហាងមកវាស្រួសបាត់ទៅហើយពួកគេខឹងខ្ញុំហើយខ្ញុំគ្រាន់តែចង់សម្រាកតើវាខុសត្រង់ណាទៅណាហើយតាមនឹងចោះខ្លួនយើងតែម្នាក់មិនអាចកាប់ចិត្តអ្នកដទៃបានទេវាគ្រាន់តែជាសុបិនទេឬឯងខំតែភ័យខ្ញុំមកហើយខ្ញុំនឹងជួយអ្នកទាំងអស់គ្នាអើយធីងតើឯងនិយាយពិតមែនទេពិតមែនហើយដូចខ្ញុំបានគិតហើយយើងត្រូវតែចេះជួយគ្នាទទួលបានលទ្ធផលខ្ញុំយល់ស្របមែនហើយយើងនឹងធ្វើវាជាមួយគ្នាអស្ចារ្យណាស់ Piggy មើលទៅឯងដូចជាមានកម្លាំងណាស់ឥឡូវខ្ញុំគ្រាន់តែត្រូវការលើកទឹកចិត្តបន្តិចបន្តួចប៉ុណ្ណោះខ្ញុំដឹងថាអ្នកកាយធ្វើវាបាន Squeak សូមអរគុណ Piggy បើគ្មានអ្នកទេយើងប្រកាសជាអត់ឃ្លានហើយមិនអីទេ Granny Goat ខ្ញុំរៀនមេរៀនមួយការងារលំបាកពិតជាធ្វើឲ្យអាហារឆ្ងាញ់ជាងមុនទៅទៀតហើយខ្ញុំគិតថាឯងនឹងដេកម្ដងទៀតខ្ញុំប្រហែលជាដេកបន្តិចតែបន្ទាប់ពីខ្ញុំញ៉ាំនំផ្លែឈើទាំងអស់នេះហើយញ៉ាំឲ្យឆ្អែតហើយចាំដេកក៏បានមើលអ្នក Piggy អ្នកពិតជាខ្លាចជាអ្នកធ្វើស្រែចម្ការមែនខ្ញុំនៅតែចូលចិត្តគេងថ្ងៃប៉ុន្តែការមើលឃើញបន្លែទាំងនេះលូតលាស់វាពិតជាពេញចិត្តណាស់Piggy ខ្ញុំមានមោទនភាពចំពោះអ្នកបានរៀនមេរៀនដ៏មានតម្លៃណាស់មើលទៅមានអាហារល្អៗនៅទីនេះប្រហែលជាមានវិធីងាយស្រួលដើម្បីយកខ្លះវិធីងាយស្រួលដើម្បីយកអាហារខ្ញុំមិនយល់ទេកុំបារម្ភអីខ្ញុំនឹងបញ្យល់អ្នករុនសួស្ដីមិត្តភក្តិខ្ញុំ Freddy Fox ខ្ញុំមិនអាចជួយអ្វីបានក្រៅពីសរសើរថាចំការអ្នកស្អាតណាស់អរគុណចុះអាយើងស្រឡាញ់វាខ្លាំងណាស់អ្នកពិតជាធ្វើការលំបាកណាស់ខ្ញុំឃើញអ្នកធ្វើការតាំងពីព្រឹកព្រលឹមនោះជាការនឿយហត់ណាស់ខ្ញុំសប្បាយចិត្តនឹងធ្វើវាខ្ញុំមានដំណោះស្រាយដ៏អស្ចារ្យសម្រាប់ភាពនឿយហត់របស់អ្នកវាធ្វើឲ្យអ្នកមានកម្លាំងខ្លាំងក្លាហើយអ្នកមិនចាំបាច់ធ្វើការទាល់តែសោះអស្ចារ្យមែនកុំជឿគាត់ Piggy វាជាអន្ទាក់តែងតែស្វែងរកវិធីងាយស្រួលគ្មានផ្លែទំពាំងបាយជូរមាសទេដែលញ៉ាំហើយមិនបាច់ធ្វើការទេខ្ញុំគ្រាន់តែជួយមិត្តភក្តិប៉ុណ្ណោះជំរឿសគឺជារបស់អ្នកហើយ Piggy សផ្លែទំពាំងបាយជូរមាសមិនចាំបាច់ធ្វើការខ្ញុំបានរៀនថាការងារលំបាកគឺសំខាន់ប៉ុន្តែ Piggy កុំភ្លេចពីសុបិនអាក្រក់របស់អ្នកផ្លូវងាយស្រួលកម្រនាំទៅរកអ្វីដែលល្អណាស់តើខ្ញុំគួរធ្វើដូចម្ដេចភាពខ្ជិលចាស់របស់ខ្ញុំកំពុងតែតាក់ទាញខ្ញុំម្ដងទៀតហើយសួស្ដីខ្ញុំដឹងថាអ្នកនឹងមកទីនេះទេខ្ញុំដឹងខ្ញុំគិតច្រើនណាស់កាលពីយប់មិញខ្ញុំបានគិតថារឿងផ្លែទំពាំងបាយជូរមាសគឺជាការបោកប្រាស់ទេ Oh dear Well done Freddy Fox ខ្ញុំបឹងថាអ្នកកំពុងព្យាយាមបោកបញ្ឆោតខ្ញុំនឹងមិនទៅរកផ្លែទំពាំងបាយជូរមាសរបស់អ្នកទេខ្ញុំចូលចិត្តធ្វើការលំបាកអូខ្ញុំគ្រាន់តែចង់ជួយអ្នកទេដើម្បីកុំឲ្យអ្នកពិបាកធ្វើការងារពិតប្រាកដតែងតែទទួលបាននៅលទ្ធផលគួរជាទីគាប់ចិត្តនេះគឺជាផ្លែទំពាំងបាយជូរមាសពិតប្រាកដរបស់ខ្ញុំលទ្ធផលនៃការខិតខំរបស់អ្នកខ្ញុំយល់ស្របទាំងស្រុងហើយវាឆ្ងាញ់ជាងផ្លែទំពាំងបាយជូរវេទមន្តណាទាំងអស់គ្មានអ្វីល្អជាងខ្យល់អាកាសបរិសុទ្ធនិងការចាប់ផ្ដើមធ្វើអ្វីដែលល្អទេខ្ញុំយល់ស្របហើយផ្កាទាំងនេះពិតជាស្រស់ស្អាតណាស់
អ្នកបានប្រែក្លាយផ្ទះរបស់អ្នកទៅជាសួនឧទ្យានទូចមួយហើយពេលនេះអរគុណច្រើនអូមើលផ្ការបស់ Piggy នោះពួកគេពិតជាស្រស់ស្អាតណាស់ខ្ញុំឆ្ងល់ថាតើគាត់ធ្វើវាដោយរបៀបណាគាត់ប្រហែលជាមានអាចកំបាំងដែលមិនទាន់បានបង្រៀនយើងនៅឡើយទេតែខ្ញុំគ្មានពេលសម្រាប់ដាំផ្កាទេខ្ញុំត្រូវប្រមូលការ៉ុតទាំងអស់សម្រាប់អាហារពេលល្ងាចខ្ញុំរវល់ណាស់ពួកស្ទី Piggy ជាទីស្រឡាញ់ការរបស់អ្នកពិតជាអស្ចារ្យណាស់តើអ្នកមានអាចកំបាំងអ្វីខ្លះអត់គ្មានអាចកំបាំងទេ Miss Duck គ្រាន់តែការខិតខំប្រឹងប្រែងបន្តិចបន្តួចឲ្យមានពន្លឺថ្ងៃគ្រប់គ្រាន់និងទឹកគ្រប់គ្រាន់ហើយអូខ្ញុំយល់ហើយអរគុណច្រើនអ្នកស្វាគមន៍ខ្ញុំបានឮថាមានម្សៅលូតលាស់វេទមន្តលក់នៅផ្សារវាធ្វើឲ្យរុក្ខជាតិលូតលាស់ធំនិងស្រស់ស្អាតក្នុងរយៈពេលមួយយប់ដោយមិនចាំបាច់ធ្វើអ្វីទាំងអស់ម្សៅលូតលាស់វេទមន្តស្ដាប់ទៅដូចជា Freddy Fox ម្ដងទៀតតែលើកនេះវាប្រហែលជាដំណើរការហើយខ្ញុំសង្ស័យខ្លាំងណាស់ម្សៅលូតលាស់វេទមន្តនោះជាសម្រាមខ្ញុំបានព្យាយាមប្រើវាពីមុនមកវាខ្ជះខ្ជាយលុយរបស់ខ្ញុំណាស់គ្មានអ្វីលូតលាស់ទេប្រហែលជាអ្នកមិនបានប្រើវាត្រឹមត្រូវទេ Mr. Rabbit នេះ Piggy គួរតែសាកល្បងគាត់មានទឹកដៃល្អគ្រាន់តែបន្តិចបន្តួច Piggy អ្នកនឹងមានសួនច្បារដ៏ល្អបំផុតនៅក្នុងភូមិអ្នកនឹងលែងត្រូវការស្រោចទឹកឬបោះទៀតហើយខ្ញុំពិតជាចង់សម្រាកការងារសួនពិតជាហត់ណាស់អូខ្ញុំយល់ទេប៉ុន្តែក៏លេចមើលអ្វីដែលខ្ញុំមានយាយវាដំណើរការហើយ Piggy សាអ្នកចាំអ្វីដែលយើងបានរៀនអំពីផ្លែទំពាំងបាយជូរមាសទេភាពជោគជ័យពិតប្រាកដមកពីការខិតខំអូ Granny Goat គ្រាន់តែជាវិធីសាស្ត្រចាស់ប៉ុណ្ណោះឥឡូវពិភពលោកកំពុងផ្លាស់ប្ដូរហើយខ្ញុំស្ទើរតែធ្លាក់ចូលទៅក្នុងអន្ទាក់ម្ដងទៀតវាជាការលបួងណាស់ដែលគិតថាមានផ្លូវងាយស្រួលប៉ុន្តែអ្នកមិនបានធ្វើវាទេ Piggy នោះហើយជារឿងសំខាន់ការលបួងតែងតែមានរឿងសំខាន់គឺត្រូវចងចាំមេរៀនដែលយើងបានរៀនខ្ញុំមិនត្រូវការម្សៅវេទមន្តទេការងាររបស់ខ្ញុំគឺធ្វើឲ្យផ្កាស្អាតនោះជាការពិតខ្ញុំស្អប់ការសារភាពប៉ុន្តែផ្ការបស់គាត់ពិតជាស្រស់ស្អាតណាស់ខ្ញុំមិនដែលឃើញផ្កាបែបនេះទេ Piggy អស្ចារ្យណាស់ខ្ញុំសូមសរសើរអ្នក Piggy អ្នកពិតជាខ្លាំងមែនសូមអរគុណវាគ្រាន់តែជាការងារបន្តិចបន្តួចរបស់ខ្ញុំទេខ្ញុំមានមោទនភាពចំពោះអ្នក Piggy អ្នកបានរៀនពីសារៈសំខាន់នៃការតស៊ូនិងជឿជាក់លើខ្លួនឯងខ្ញុំមិនអាចធ្វើវាដោយគ្មានអ្នកទាំងអស់គ្នាបានមិនអីទេសួស្តីសិស្សទាំងអស់គ្នាថ្ងៃនេះយើងនឹងនិយាយអំពីសារៈសំខាន់នៃការចែករំលែកចំណេះដឹងរបស់យើងជាមួយនឹងអ្នកដទៃនោះពិតជាសំខាន់ណាស់ខ្ញុំបានគិតច្រើនណាស់ពី Granny Goat និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំហើយខ្ញុំរីករាយក្នុងការចែករំលែកវាខ្ញុំមិនអាចធ្វើវាបានទេគល់ឈើនេះធ្ងន់ពេកហើយខ្ញុំត្រូវពុះបំបែកវាទៅបានមើល Piggy Barnaby Bear កំពុងមានបញ្ហាគាត់មើលទៅហត់នឿយណាស់សួស្តី Barnaby តើអ្នកសុខសប្បាយទេតើខ្ញុំអាចជួយអ្វីបានទេអូសួស្តីខ្ញុំកំពុងព្យាយាមបំចាត់គល់ឈើនេះចោលវាធ្ងន់ណាស់កុំបារម្ភអីយើងនឹងជួយអ្នកខ្ញុំឃើញហើយប្រហែលជាខ្ញុំមានគំនិតមួយ Let's hear it មើល Barnaby បើអ្នកប្រើដបងវែងនេះជាដងថ្លឹងហើយដាក់ថ្មនៅក្រោមវាអ្នកអាចលើកគល់ឈើបានយ៉ាងងាយស្រួល Robbie Rob That's it dear go on មក P Robaពិតមែនឬខ្ញុំមិនដែលគិតពីវាទេនោះហើយបន្តរុញវាដំណើរការវាពិតជាដំណើរការមែនខ្ញុំមិនដែលគិតថាខ្ញុំអាចធ្វើបានទេនោះហើយជាកម្លាំងនៃការចែករំលែកចំណេះដឹងសូមអរគុណ Piggy អ្នកបានជួយខ្ញុំច្រើនណាស់ខ្ញុំពិតជាពេញចិត្តណាស់មិនអីទេ Barnaby ខ្ញុំរីករាយដែលបានជួយអ្នកបានខ្លាចជាអ្នកជួយដ៏អស្ចារ្យម្នាក់ Piggy សួស្តីព្រឹកនេះមើលទៅអ្នកដូចស្រស់ស្រាយណាបាទព្រោះគល់ឈើត្រូវបានយកចេញហើយខ្ញុំឃើញថាអ្នកបានយកមេរៀនរបស់ខ្ញុំទៅអនុវត្តការចែករំលែកចំណេះដឹងគឺជាអំណោយដ៏អស្ចារ្យបំផុតតើអ្នកគិតថាខ្ញុំគួរដាក់ជីប្រភេទណាសម្រាប់ការរបស់ខ្ញុំតើអ្នកដឹងពីរបៀបជួសជុលរបងដែលខូចរបស់ខ្ញុំទេខ្ញុំនឹងជួយអ្នកទាំងអស់គ្នាអ្នកបានក្លាយជាសសរស្តម្ភនៃសហគមន៍របស់យើងហើយ Piggy ពីជ្រូកដែលខ្ជិលបំផុតរហូតដល់អ្នកជួយដែលគួរឲ្យទុកចិត្តបំផុតខ្ញុំគ្រាន់តែដឹងថាការងារលំបាកនិងការជួយអ្នកដទៃគឺជាកន្លុចនៃសុភមង្គលពិតប្រាកដខ្ញុំតែងតែនៅទីនេះដើម្បីជួយអ្នកពីមុនខ្ញុំគ្រាន់តែចង់ដេកឥឡូវនេះខ្ញុំចង់ក្រោកពីព្រលឹមដើម្បីជួយអ្នកដទៃវាពិតជាអារម្មណ៍ដ៏អស្ចារ្យផ្សារពិតជាមានសកម្មភាពមែនវាអស្ចារ្យណាស់ដែលឃើញគ្រប់គ្នាចែករំលែកផលិតផលរបស់ពួកគេមែនហើយបន្លែរបស់យើងមើលទៅឆ្ងាញ់បំផុតអូភូមិថ្មីនេះវាពិតជាសប្បាយណាស់ប៉ុន្តែខ្ញុំមិនទាន់រកឃើញកន្លែងរបស់ខ្ញុំនៅឡើយទេសួស្តីថ្ងៃនេះយ៉ាងម៉េចហើយ
អូការ៉ុតទាំងនេះមើលទៅស្រស់ណាស់ សូមអរគុណពួកវាត្រូវបានដាំដុះដោយក្តីស្រឡាញ់តើអ្នកជាអ្នកថ្មីមែនទេ ខ្ញុំជាអ្នកថ្មី អើថ្មី មែនហើយខ្ញុំទៅតែផ្លាស់មកពីទីក្រុងខ្ញុំឈ្មោះ Cat ដែរ យល់ព្រមខាត់ដេងខ្ញុំ Piggy ស្វាគមន៍មកកាន់ភូមិរបស់យើងហី ផ្ទះរបស់ខ្ញុំមិនដឹងថាខ្ញុំគួរធ្វើដូចម្ដេចទេវាមានធូលីដីច្រើនហើយមានរបស់របរគ្រប់ទីកន្លែង ខ្ញុំយល់ពីអារម្មណ៍នោះខ្ញុំធ្លាប់មានអារម្មណ៍ដូចគ្នាពីមុនមកហើយកុំបារម្ភក្លារ៉ាខ្ញុំអាចជួយអ្នកបានខ្ញុំធ្លាប់ជាអ្នកជំនាញខាងភាពរញ៉េរញ៉ៃពីមុនមកហើយខ្ញុំបានរៀនពីរបៀបរៀបចំវា ពិតមែនឬអ្នកពិតជាចិត្តល្អណាស់ Piggy ឥឡូវនេះមានជំនាញក្នុងការដោះស្រាយអ្វីៗគ្រប់យ៉ាង មើលទៅថ្ងៃនេះពួកឯងហត់បន្តិចហើយក ុំបារម្ភយើងនឹងធ្វើវាជាជំហានបេង ហើយយើងនឹងធ្វើការជាមួយគ្នា Piggy ខ្ញុំឃើញថាអ្នកនៅតែជួយអ្នកដទៃអ្នកពិតជាគំគូដ៏ល្អសម្រាប់ភូមិរបស់យើង ខ្ញុំគ្រាន់តែធ្វើអ្វីដែលខ្ញុំអាចធ្វើបានទេលោកអភិបាលខ្ញុំមិនអាចជៀសវាបានទេផ្ទះរបស់ខ្ញុំមើលទៅអស្ចារ្យណាស់ ខ្ញុំពិតជាអរគុណអ្នកខ្លាំងណាស់ Piggy មិនអីទេក្លារ៉ាខ្ញុំជីករាយដែលបានជួយហើយឥឡូវនេះអ្នកមានផ្ទះដ៏កក់ក្ដៅដើម្បីរស់នៅ ខ្ញុំគិតថាភូមិរបស់យើងមានអ្នកជិតខាងថ្មីដ៏អស្ចារ្យម្នាក់ ខ្ញុំមិនដែលគិតថាជីវិតរបស់ខ្ញុំនឹងផ្លាស់ប្ដូរច្រើននោះទេពីការដេកនៅក្រោមដើមឈើរហូតដល់ការជួយមិត្តភ័ក្តិខ្ញុំពិតជាសប្បាយរីករាយណាស់ គឺខ្ញុំ ហើយអ្វីៗទាំងអស់នេះបានចាប់ផ្ដើមដោយជ្រូកខ្ជិលនិងទំពាំងបាយជូរមាសមួយចំនួន